ទឹកដីដឹកដាំដោយវប្បធម៌ខ្មែរទីឋានដែលមានសិប្បករសិប្បការិនីនិងសិល្បករសិល្បការិនីជាច្រើនរូបបានផ្សារភ្ជាប់ជាមួយវិចិត្រសិល្បៈតាំងពីយុគវ័យមកពេលវេលាបានយកទៅវ័យក្មេងរបស់ពួកគាត់ប៉ុន្តែផ្ទុយមកវិញបានផ្ដល់នូវបទពិសោធន៍និងបំពេញសេចក្តីស្រឡាញ់ចំពោះសិល្បៈជាតិឲ្យពួកគាត់វិញសេចក្តីស្នេហាសិល្បៈនិងបទពិសោធន៍សម្ដែងបានក្លាយជាកម្លាំងចលករសម្រាប់ឲ្យពួកគាត់លះបង់ឲ្យវប្បធម៌ជាតិដូចជាកាលពីនៅក្មេងវ័យអីចឹងដែរហើយពេលសម្រាប់ខ្លួនចូលទៅវិចិត្រសិល្បៈពួកគាត់បានសម្ដែងយ៉ាងរស់រវើកនិងពោរពេញដោយមនោសញ្ចេតនាជាមួយនឹងអារម្មណ៍នៅក្មេងវ័យជានិច្ចនៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់នៃពិធីបុណ្យទានព្រះពុសាសូសៀងតន្ត្រីបុរាណដ៏ពិរោះរណ្ដំបានបន្លឺឡើងប្រៀបបីដូចជាសពសាធុការពោលជូនដល់ម្ចាស់ទានដូច្នោះដែរនៅលើទីធ្លាតូចមួយខាងមុខផ្ទះវង់ភ្លេងប្រពៃណីដឹកនាំដោយសិប្បករថៃធាសេរីកំពុងតែប្រគំកំដរពិធីបុណ្យដ៏មានអត្ថន័យក្នុងព្រះពុទ្ធសាសនាថេរវាទខ្មែរសូត្រតន្ត្រីជាតិដ៏ពិរោះរណ្ដំបានបន្លឺឡើងពេលដែលម្ចាស់ដើមបុណ្យប្រារព្ធពិធីប្រគេនគ្រឿងបរិក្ខារសំខាន់ក្នុងរដូវកាលចូលវស្សាសម្លេងទ្រសម្លេងស្គរបានប្រគំលាយឡំជាមួយក្លិនក្រអូបឈ្ងុយឈ្ងុយពេញរោងបុណ្យចំពោះសិប្បករធាសេរីនិងសិស្សានុសិស្សរបស់គាត់ពេលប្រគំម្ដងមិនត្រឹមតែកំដរកម្មវិធីបុណ្យប៉ុណ្ណោះទេនៅទាំងជាដំណើរការថែរក្សាសូរសៀងរបស់តន្ត្រីបុរាណទៀតផងដើម្បីបម្រើឲ្យកម្មវិធីបុណ្យនីមួយៗមិនមែនមានតែពិធីកិច្ចប៉ុណ្ណោះទេនៅមានទាំងបន្តចរន្តវប្បធម៌ដែលដិតដាមក្នុងខ្ទង់ភ្លេងនិងរាល់ខ្យល់ដង្ហើមនៃសហគមន៍ទៀតផងការដឹកនាំភ្លេងរបស់យើងលេងគឺថាត្រឹមត្រូវតាមប្រពៃណីខ្មែរតាមជំនឿទម្លាប់របស់យើងអារម្មណ៍ខ្ញុំស្រស់ស្រាយដែរសប្បាយដែរធ្វើបើវ័យយើងចាស់ហើយតែដល់យើងបានមកប្រគំភ្លេងបម្រើបិណ្ឌទាននៅក្នុងភូមិស្រុកខ្មែរយើងអញ្ចឹងយើងសប្បាយមានចិត្តសប្បាយហើយធម្មតាទៅយើងសប្បាយរហូតបានយូរណាទំនៀមទម្លាប់របស់ខ្មែរយើងនឹងធ្វើអ្វីក៏តែមានភ្លេងបើមានភ្លេងហើយបានញ៉ាំងអានឹងភាពកក់ក្ដៅនៅក្នុងកម្មវិធីបិណ្ឌរបស់ផងយើងហើយយើងជាពិសេសយើងចង់រក្សានៅទំនៀមទម្លាប់ប្រពៃណីរបស់សាច់ជាតិរបស់ផងយើងពិតមែនថាចាត់ជាបិណ្ឌមែនប៉ុន្តែបើក៏មានភ្លេងក៏មិនសប្បាយដែរពេលរសៀលជ្រៀលជ្រែមកលើភូមិស្រុកតូចមួយនេះសម្លេងស្គរសម្លេងទ្របានបន្លឺឡើងយ៉ាងកង់រំពងចេញពីផ្ទះតូចរបស់សិប្បករថៃធាសេរីផ្សារភ្ជាប់នឹងតន្ត្រីជាតិអស់មួយជីវិតលោកបានចាត់ទុកចង្វាក់ភ្លេងនីមួយៗបីដូចជាខ្យល់ដង្ហើមរបស់ខ្លួនអញ្ចឹងដែរពួកក្មេងៗបានបបួលគ្នាមកអង្គុយនៅជុំវិញលោកគ្រូហើយយកចិត្តទុកដាក់ហាត់រៀនតាមចង្វាក់ភ្លេងនីមួយៗក្នុងក្រសែភ្នែករបស់លោកគ្រូសេរីបានបញ្ចេញនូវភាពសប្បាយរីករាយប្រកបដឹងថាម្រាមដៃចង្វាក់ស្គរនីមួយៗរបស់ជំនាន់មុនកំពុងតែបង្ហាត់បង្រៀនឲ្យក្មេងៗជំនាន់ក្រោយដើម្បីថ្ងៃក្រោយពេលដែលគាត់មិននៅលើលោកនេះទៀតសម្លេងតន្ត្រីនៅតែបន្លឺឡើងយ៉ាងរងំដដែលគាត់នឹកឃើញឡើងវិញថាដើមឡើយពិតជាមិនងាយស្រួលទេបងប្អូនជាច្រើនមិនស្គាល់ភ្លេងបុរាណខ្មែរឡើយ
ប៉ុន្តែគ្រាន់តែឆ្លងផុតការសិក្សាដំបូងពេលបងប្អូនហាត់បានមួយបទហើយបងប្អូនចាប់បានចង្វាក់យ៉ាងឆាប់រហ័សហើយចាប់ផ្ដើមជឿជាក់ប្រគំភ្លេងដើមឡើយថ្នាក់រៀនមានសិស្សច្រើនកកកពេលវេលាកន្លងផុតទៅនៅសល់តែអ្នកស្រឡាញ់ពិតប្រាកដនិងមានទេពកោសល្យយោងតាមលោកថៃធាសេរីភាពជោគជ័យរបស់ថ្នាក់តន្ត្រីទាំងនេះគឺមានមួយចំណែកធំអាស្រ័យលើការរួមដំណើររបស់ឪពុកម្ដាយប្អូនៗគ្រួសារជាច្រើនស្រឡាញ់និងផ្ដល់តម្លៃឲ្យតន្ត្រីវិសមកាលមកដល់គឺពួកគាត់ឲ្យកូនចៅទៅរៀនអក្សរខ្មែរដើម្បីរក្សាភាសារួចហើយបញ្ជូនមករៀនឧបករណ៍ភ្លេងជាតិតាំងពីដើមដៃលោកបាននិយាយយ៉ាងច្បាស់ថារៀនគឺចេះប៉ុន្តែអាចប្រគំបានឬទេគឺអាស្រ័យលើសមត្ថភាពឪពុកម្ដាយរបស់ប្អូនៗបានយល់ព្រមដោយគ្រាន់តែឲ្យកូនចេះលេងភ្លេងនិងចេះដឹងពីវប្បធម៌ជាតិគឺគ្រប់គ្រាន់ហើយខ្ញុំស្បាយដែរចៅនឹងសិតតែគ្មានទេពកោសល្យភ្លេងបង្ហាត់ឆ្នាំហើយมันពេញ3ខែក្នុងវ៉ាកង់ទៅចៅលេងបានច្រើនដែរបើថាយកទៅបំរើក្នុងកម្មវិធីវាបានហើយណាបើយើងមានកម្មវិធីឲ្យចៅសំដែងបានហើយមាននិស័យស្លាច់ឯងបង្ហាត់លឿនណាมันយូរដែរតែចំពោះក្មេងគឺមាននិស័យគ្រាងហាត់ពិបាកហើយมันចាំក្មេងឡើយយើងមាននិស័យយើងបង្ហាត់5បាន6 7បើក្មេងគេមាននិស័យហាត់5ទៅចូលតិចក៏នៅទៅ2 3បាទអត់ទៅមានដែរដោយសេចក្តីស្រឡាញ់តន្ត្រីនិងបារម្ភខ្លាចតន្ត្រីបុរាណខ្មែរត្រូវសារប្រលៀបសិប្បករថៃធាសេរីបានព្យាយាមបង្ហាត់បង្រៀនឲ្យក្មេងជំនាន់ក្រោយប្អូនណាមាននិស្ស័យមានទេពកោសល្យក៏ព្យាយាមបង្ហាត់បង្រៀនដោយសង្ឃឹមថាសំឡេងតន្ត្រីបុរាណនៅបន្លឺឡើងយ៉ាងកង់រំពងផ្ដើមពីបំណងប្រាថ្នានោះឯងលោកបានបង្កើតក្រុមកុមារអភិរក្សតន្ត្រីខ្មែរផ្ដិតឈ្មោះនៅលើអាវដោយជាពាក្យក្រើនរំលឹកឲ្យជំនាន់ក្រោយចូលរួមថែរក្សាគឺគេមរតកនេះនឹងថិតថេរតាមវេលាអ្វីត្បិតតែបងប្អូនមិនសូវបានហាត់នៅលើឆាកញឹកញាប់ក៏ដោយគ្រាន់តែក្នុងចិត្តនៅចងចាំនៅជល់ដឹងនៅស្រឡាញ់ថ្នាក់ថ្នមសំឡេងខឹមសំឡេងរនាតសំឡេងទ្រអ៊ូសំឡេងទ្រសសំឡេងខ្លីនោះមានន័យថាតន្ត្រីបុរាណមានអ្នកបន្តពេលហើយហត់នឿយពេលកើបើនាងពិបាកដេញចាប់ហត់នឿយពេលកើនឹកឃើញថាស្បាយយើងចាស់ហើយតែបានច្រៀងហើយបានច្រៀងចំពោះកុមារដែលយើងបង្ហាត់ភ្លេងអោយផងកុមារប្រគំភ្លេងអោយយើងច្រៀងបន្តយើងណាក់បង្ហាត់យើងច្រៀងបានហើយកុមារវាប្រគំឲ្យយើងច្រៀងបានយើងស្បាយនឹកឃើញស្បាយចិត្តរៀនឲ្យចាំតែចាំរៀនទៅមិនកំអល់ភ្លេចចាបាក់លេងរត់ដែរវិញលឿនដែរតង់ឆ្ងាយគ្នាហើយរត់មិនតាន់ខ្លាចយប់ជ្រៅបន្ទាប់ពីបង្រៀនសិស្សរួចហើយសិប្បករថៃធាសេរីប្រញាប់ប្រញាល់ជិះម៉ូតូដោយយកតាមត្រូទៅផ្ទះកូនសិស្សឈ្មោះថៃចំរុងដើម្បីជួសជុលជួបជុំគ្នាពីអ្នកគ្រូនិងសិស្សបានសំណាក់សំណាលគ្នារំលឹកពីដំណើរចេញទៅកំដរកម្មវិធីបុណ្យផ្សេងនៅគ្រប់តំបន់ទាំងអស់លោកនៅចាំបានថាថ្ងៃដែលចម្រុងមកសុំរៀនគេចេះគត់ត្រូហើយប៉ុន្តែមិនទាន់ស្ទាត់ឡើយក្រុមការណែនាំយ៉ាងយកចិត្តទុកដាក់របស់លោកគ្រូសម្លេងទ្ររបស់ចម្រុងកាន់តែពិរោះរំដំជាងមុនមិនយូរប៉ុន្មានឡើយចម្រុងត្រូវបានបញ្ចូលក្នុងវង់ភ្លេងដើម្បីទៅប្រគំភ្លេងការជាមួយលោកគ្រូតាំងពីពេលនោះមកចម្រុងមិនត្រឹមតែជំនួសលោកគ្រូកូដត្រូអ៊ូប៉ុណ្ណោះទេនៅថែមទាំងកូដយ៉ាងស្ទាត់ជំនាញទៀតផងឥឡូវនេះចម្រុងមានឈ្មោះបោះសម្លេងនៅក្នុងតំបន់ចេះស្ទាត់ជំនាញច្រើនឧបករណ៍ភ្លេងដូចជាទ្រអ៊ូខ្លីហើយកំពុងតែរៀនភ្លេងពិណពាទ្យទៀតផងបទភ្លេងនីមួយៗដែលគាត់ប្រគំប្រៀបដូចជាការបន្តនៅទឹកចិត្តបដូរផ្ដាច់របស់លោកគ្រូដើម្បីឲ្យតន្ត្រីខ្មែរនៅតែបន្លឺឡើងជានិច្ចនិយាយរួមនោះខ្ញុំមានមោទនភាពមួយដល់យ៉ាងពិសេសចំពោះសិស្សមួយគឺសិស្សចម្រុងហ្នឹង
សិស្សមិនមានច្រើនដែរតែខ្ញុំឃើញខ្ញុំពេញចិត្តចម្រុងប្រតិបត្តិសលហើយនិស័យរបស់ចម្រុងវាល្អណាឡូវហ្នឹងសិស្សហ្នឹងវាដើរហួសគ្រូហើយមិនមែនហួសចម្អើងឆ្មៃទេនិយាយពីគឺសមត្ថភាពណាភ្លេងលេងឬមួយធ្វើឧបករណ៍ធ្វើអីខ្ញុំមានចេះធ្វើឧបករណ៍ណាដំបូងបង្ហាញឃ្លុយទេបង្ហាញតែខ្នាតហើយខ្នាតពីដើមមកអ្វីដែលធ្វើឲ្យសិប្បករថៃធាសេរីមានសុភាពមង្គលបំផុតនោះគឺពេលគាត់ដឹងថាតន្ត្រីដែលគាត់បានផ្សារភ្ជាប់អស់មួយជីវិតតែងតែមានអត្ថប្រយោជន៍ជានិច្ចបន្ទាប់ពីវឹកហាត់និងថែរក្សាអស់ច្រើនឆ្នាំតាំងពីកុមារភាពមកពេលនេះគាត់អាចផ្ទេរឲ្យជំនាន់ក្រោយដើម្បីកូនចៅបន្តអភិរក្សឧបករណ៍ភ្លេងប្រពៃណីដូចជាភ្លេងពិណពាទ្យតន្ត្រីប្រជាប្រិយនិងតន្ត្រីបុរាណគាត់និយាយដោយមិនអំនួតថាខ្លួនមិនមែនជាដៃភ្លេងអស្ចារ្យឡើយប៉ុន្តែចេះប៉ុណ្ណាគឺបង្រៀនប៉ុណ្ណឹងដូច្នេះគឺសប្បាយចិត្តហើយពេលគិតដល់ថ្ងៃអនាគតដែលមិននៅមានរូបលោកទៀតក៏គាត់អាចស្ងប់ចិត្តដែរព្រោះបានបន្សល់ទុកនៅភាពជក់ចិត្តបន្តិចបន្តួចសម្រាប់ឲ្យតន្ត្រីភូមិស្រុកប៉ុន្តែទន្ទឹមនឹងភាពសប្បាយរីករាយនោះក៏នៅតែមានការខ្វល់ខ្វាយផងដែរពីព្រោះក្មេងៗសពថ្ងៃត្រូវរងនឹងឥទ្ធិពលច្រើនពីវប្បធម៌បរទេសនោះគឺមានយុវជនយុវតីខ្មែរមិនតិចមិនធ្លាប់មានឱកាសឬមិនទាន់យល់ដឹងពីតម្លៃរបស់តន្ត្រីប្រពៃណីឡើយដូច្នេះហើយទើបលោកនៅតែព្យាយាមចលនាណែនាំហើយជឿជាក់ថាពេលបងប្អូនចេះស្រឡាញ់និងថែរក្សាគឺតន្ត្រីជាតិប្រកាសជាគង់វង្សមិនខានឡើយក្រៅពីការបង្ហាត់បង្រៀនឲ្យក្មេងៗជំនាន់ក្រោយសិប្បករថៃធាសេរីនៅទាំងរួមជាមួយក្រុមភ្លេងថែរក្សាបទភ្លេងការដែលជាទម្រង់ភ្លេងពិសេសនិងពិបាកបំផុតសិល្បករចង់សម្ដែងបានពេញលេញគឺត្រូវតែយល់ត្រូវតែហាត់យ៉ាងស្វិតស្វាញប្រសិនបើអ្នកណាមិនធ្លាប់លេងគឺហាក់ដូចជាមិនអាចលេងត្រូវចង្វាក់ឡើយរវាងអ្នកច្រៀងចម្រៀងទំនើបឬចម្រៀងប្រជាប្រិយអ្នកដែលអាចច្រៀងភ្លេងការខ្មែរបានសប្តាហ៍នេះគឺកម្រមានណាស់ចំណែកច្រៀងភ្លេងប្រពៃណីហ្នឹងគឺវាពិបាកខ្យល់វាមិនមែនដូចខ្យល់សម័យទេខ្យល់គឺយើងត្រូវប្រឹងទម្រឹងក្បាលពោះឲ្យរឹងហើយយើងបាញ់ខ្យល់មកឡើងតកៀមហ្នឹងចេញមកចំោះបានច្រៀងបានបើបត់តឹងបើបត់ធូរយើងអាចព្រោះស្រាលជាងរត់តឹងមិនងាយទេព្រោះតើលើលួចខ្យល់របៀបកែចេញបានយើងច្រៀងរួចបួងសួងអើយប្រគុណខ្ញុំអើយដល់អស់ហើយទេវតាតាំងឆោយកម្មមាតាំងឆោកម្មមាទឹងទាំងអ5បីយ៉ាទោះបីជារវល់យ៉ាងណាក៏ដោយសិប្បករថៃធាសេរីនៅតែឆ្លៀតពេលទៅចូលរួមក្នុងកម្មវិធីបុណ្យរបស់មិត្តភ័ក្តិអតីតអ្នករួមអាជីពដែរនោះគឺសិល្បករយ៉ែមសម្បូរការជួបជុំពោពេញដោយក្តីរីករាយសំណើចក្អាកក្អាយលាយឡំជាមួយរឿងរ៉ាវពីអតីតកាលបាននាំឲ្យពួកគាត់នឹកឃើញដល់អនុស្សាវរីយ៍កាលពីកុមារភាពដោយសេចក្តីស្រឡាញ់សិល្បៈដូចគ្នានឹងបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាអស់ច្រើនទសវត្សរ៍មកពេលជួបជុំគ្នាម្ដងពួកគាត់តែងតែជជែកគ្នាយ៉ាងរីករាយអំពីការថែរក្សានិងផ្ទេរបេតិកភណ្ឌវប្បធម៌ជាតិផ្ដើមពីរឿងរ៉ាវដ៏សាមញ្ញនោះដំណើរចេញទៅចាព្រឹត្តិការណ៍នឹងបានបន្តតាមដានជើងរបស់បុគ្គលលាក់បង់សម្រាប់ឲ្យសិល្បៈខ្មែរប្រកបដោយសេចក្តីព្យាយាមនិងប្រកបដោយភាពស្ងៀមស្ងាត់រឿងរ៉ាវបំផុសគំនិតបន្តវេននឹងបានលើកឡើងនៅក្នុងភាគទី4